ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំចាដែលទីតាំងគឺស្ថិតនៅខេត្តបន្ទាយមានជ័យចាអញ្ចឹងអញ្ជើញពុកម៉ែបងប្អូនចូលទៅទស្សនានៅប្រាសាទបុរាណខ្មែរយើងទាំងអស់គ្នាចាដែលប្រាសាទនេះគឺស្ថិតនៅក្នុងទីតាំងវត្តគឺនៅក្នុងភូមិឡោតេឃុំឡោតេស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យចាដែលប្រាសាទនេះគឺស្ថិតនៅក្នុងបរិវេណវត្តចេតិយឡោតេហើយប្រាសាទនេះដែរក៏មានឈ្មោះថាប្រាសាទវត្តចេតិយឡោតេចាយើងមកដល់ទីតាំងនៃប្រាសាទគឺយើងឃើញមាននៅសល់តែប្រាង្គមួយទេដែលសាងអំពីឥដ្ឋបានបាក់បែកផ្នែកខាងលើអស់ទៅហើយនៅសល់តែពាក់កណ្ដាលចុះក្រោមហើយក៏កំពុងតែរងនៅការខូចខាតជាបន្តបន្ទាប់ទៀតចានៅទីនេះគឺយើងឃើញមាននៅកំទេចកំទីថ្មភក់ដែលមានពណ៌ផ្កាឈូកចាអាចជាផ្ដែអាចជាស៊ុមទ្វារនៃប្រាង្គប្រាសាទមួយនេះចាចំពោះតួប្រាង្គគឺសាងអំពីឥដ្ឋចាហើយប្រាសាទនេះដែរក៏មិនមានអ្នកស្គាល់នៅឈ្មោះពិតប្រាកដនិងប្រវត្តិតាក់ទងទៅនឹងប្រាង្គប្រាសាទនេះទេចាដោយសារតែមិនមានឯកសារឬក៏សិលាចារឹកណាបញ្ជាក់ពីប្រវត្តិរបស់ប្រាសាទមួយនេះទេចាពិតជាគួរឲ្យសោកស្ដាយនៅស្នាដៃរបស់បុព្វបុរសខ្មែរយើងចាប្រាសាទអាចរងការបាក់ខូចខាតដោយកត្តាធម្មជាតិកត្តាអាយុកាលនិងជាពិសេសគឺកត្តាមនុស្សតែម្ដងចាដែលជីកកោះកកាយរោគវត្ថុមានតម្លៃនៅនឹងបាតប្រាសាទទើបធ្វើឲ្យប្រាសាទរងការបាក់បែកធ្ងន់ធ្ងរចាបច្ចុប្បន្នខាងវត្តក៏បានរៀបចំថែរក្សានិងសម្អាតបរិវេណជុំវិញនៃតួប្រាង្គបានល្អចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចាចង់ស្គាល់នៅទីតាំងជាច្រើនដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងចាអាចអញ្ជើញមកទស្សនាបានចាប្រាសាទនេះគឺស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យចាស្រុកព្រះនេត្រព្រះចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនេះខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរចាក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូរបស់នាងខ្ញុំក៏សូមជូនពរដល់ពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនសូមពុកម៉ែបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីជាកម្លាំងចិត្តនិងដើម្បីទទួលបាននៅវីដេអូថ្មីជាបន្តបន្ទាប់ទៀតដែលបង្ហាញជូនពុកម៉ែបងប្អូនពីទីតាំងនៃប្រាង្គប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងចាអរគុណច្រើនពុកម៉ែបងប្អូនពេលនេះនាងខ្ញុំក៏សូមអរគុណចាសូមជម្រាបលាជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូក្រោយៗជាបន្តបន្ទាប់ទៀត